សួស្តីទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់គ្នាចឹងថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីការប្រើប្រាស់ទៅលើកំណត់ត្រាចេញចូលបណ្ណាល័យនៅក្នុងប្រព័ន្ធប្រើប្រាស់បណ្ណាល័យដែលឧទាហរណ៍ថាលោកគ្រូអ្នកគ្រូបាន login ជាបណ្ណារយស្លាហើយជារោបណ្ណារយស្លាចឹងលោកគ្រូអ្នកគ្រូនឹងមើលឃើញទៅលើមនុស្សមួយដែលមានឈ្មោះថាកំណត់ត្រាចេញចូលបណ្ណាល័យចឹងលោកគ្រូធ្វើការ click ទៅលើមនុស្សនោះមកនឹងមានសັບមនុស្សពីរនៅក្នុងនោះទៀតគឺទី1ពាក់ព័ន្ធនឹងកំណត់ត្រាចេញចូលនិងប្រវត្តិការចូលបណ្ណាល័យហ្នឹងអញ្ចឹងលោកគ្រូធ្វើការចុចទៅកាន់កំណត់ត្រាចេញចូលបណ្ណាល័យដើម្បីធ្វើការចូលមកកាន់ page ចេញចូលបណ្ណាល័យផងដែរអញ្ចឹងចំណុចទី1ហ្នឹងគឺខ្ញុំចង់បង្ហាញលោកគ្រូពាក់ព័ន្ធទៅនឹងការប្រើប្រាស់ QR code ដើម្បីធ្វើការចេញចូលបណ្ណាល័យអញ្ចឹងចំណុចទី1ហ្នឹងគឺពាក់ព័ន្ធទៅនឹងសិស្សដែលគាត់មាន QR សម្រាប់គឺគាត់ធ្វើការ login ចូលទៅក្នុងថ្នាល PLP ហ្នឹងអញ្ចឹងគាត់អាចប្រើប្រាស់ទៅលើ QR ហ្នឹងដើម្បីធ្វើការ check in ឬមក check out ទៅក្នុងបណ្ណាល័យរបស់យើងអញ្ចឹងចំណុចទី1ផងដែរគឺពាក់ព័ន្ធទៅនឹងការប្រើ QR ដើម្បី check in check out គឺលោកគ្រូគាត់នឹង click បើកកាមេរ៉ាដើម្បីឲ្យសិស្សគាត់ធ្វើការ scan មកអញ្ចឹងនៅពេលដែលគាត់បង្ហាញទៅលើ QR របស់គាត់ system វានឹងចាប់បានថាគាត់ឈ្មោះអីគាត់នៅថ្នាក់ណាគាត់ចូលនៅម៉ោងប្រហែលហើយក្នុងចំណុចហ្នឹងដែរលោកគ្រូអាចធ្វើការចុចទៅលើពាក្យស្វែងរកដើម្បី search ទៅកាន់ឈ្មោះឬមួយក៏ ID របស់សិស្សណាអញ្ចឹងលោកគ្រូធ្វើការ search ទៅវានឹង load ទៅលើឈ្មោះសិស្សតានៅក្នុងសាលារបស់លោកគ្រូហើយអញ្ចឹងឧបមាថាដូចស្រេនិកពៅអញ្ចឹងគឺការយើងធ្វើការ click ទៅលើចូលបណ្ណាល័យទៅយើងនឹងធ្វើការកំណត់បានថាគាត់ចូលបណ្ណាល័យនៅម៉ោងប៉ុណ្ណឹងហើយអញ្ចឹងសម្រាប់ការនេះជាការ check in ទៅការប្រើប្រាស់ QR និងការស្វែងរកអញ្ចឹងចំណុចបន្ទាប់មកទៀតគឺពាក់ព័ន្ធទៅនឹងការ check out ចេញពីបណ្ណាល័យដោយគាត់អាចធ្វើការ scan ម្ដងទៀតដោយគាត់បាន scan check in ហើយអញ្ចឹង scan លើកទី2យើងប្រកាសទៅចាប់បានថាគាត់ check out ចេញពីបណ្ណាល័យរបស់យើងហើយត្រង់មួយ option ទៀតហ្នឹងគឺលោកគ្រូអាចធ្វើការ click ទៅលើប៊ូតុងចេញមកអញ្ចឹងវានឹង load pop up ទៅលើការបញ្ជាក់ថាគាត់ចេញពីបណ្ណាល័យរបស់យើងអញ្ចឹងធ្វើការចុចចេញពីបណ្ណាល័យមកយើងធ្វើការចុចចេញពីបណ្ណាល័យហើយtrongចំណុចនេះដែរយើងក៏អាចបញ្ចូលទៅកាន់ឈ្មោះភ្ញៀវឬមួយក៏ជាអ្នកដែលមកខាងក្រៅតែគាត់ចូលមកអានសៀវភៅនៅក្នុងបណ្ណាល័យរបស់យើងឧទាហរណ៍នៅក្នុងនេះដែរគឺយើងដាក់ឈ្មោះថា Gate ណាអញ្ចឹងតើចំណុចដែរគោលបំណងគឺចូលមកអានសៀវភៅអញ្ចឹងយើងកត់ត្រាការចូលរបស់គាត់អញ្ចឹងយើងអាចដឹងហើយថាគាត់ចូលមកគាត់ជាភ្ញៀវអញ្ចឹងយើងអាចធ្វើការចុចចេញមួយក៏គាត់នៅនឹងហ្នឹងក៏បានដែរហើយយើងត្រឡប់កលេចទៅមើលមនុស្សមួយទៀតដែលមានឈ្មោះថាប្រវត្តិការចូលបណ្ណាល័យអញ្ចឹងលោកគ្រូធ្វើការ click ទៅលើមនុស្សហ្នឹងមកវានឹងចូលទៅដល់ page មួយពាក់ព័ន្ធទៅនឹងប្រវត្តិនៃការចូលបណ្ណាល័យហ្នឹងឯងអញ្ចឹងវានឹងបង្ហាញអ្នកគ្រូពាក់ព័ន្ធជាមួយនឹងទិន្នន័យទៅតាមថ្ងៃនេះទៅតាមសប្តាហ៍នេះទៅតាមខែនេះក្នុងឆ្នាំនេះដែរអញ្ចឹងកន្លែងនេះដែរគឺជាស្ថិតិគ្រូអាចធ្វើការមើលបានហើយត្រង់មួយចំណុចទៀតហ្នឹងគឺពាក់ព័ន្ធទៅនឹងការទាញយកឬក៏ export ទិន្នន័យដើម្បីឲ្យដឹងថាទិន្នន័យប្រមាណអ្នកសិស្សប្រមាណអ្នកឬមួយក៏ភ្ញៀវប្រមាណអ្នកដែលចូលមកបណ្ណាល័យរបស់យើងហ្នឹងអញ្ចឹងគ្រូគាត់ធ្វើការ click ទៅលើប៊ូតុងមួយដែលមានឈ្មោះថាទាញយកហ្នឹងមកវានឹងឲ្យលោកគ្រូធ្វើការជ្រើសរើសទៅកាន់ option ដូចជាឬមួយក៏ជា file ដែលលោកគ្រូធ្វើការចង់ save ហ្នឹងគឺដូចជា Excel ឬមួយក៏ជា PDF ជាដើមអញ្ចឹងឧទាហរណ៍ក្នុងនេះដែរខ្ញុំ click ទៅលើ PDF អញ្ចឹងវានឹង load ពាក់ព័ន្ធទៅនឹង page មួយដែលឲ្យលោកគ្រូធ្វើការ preview ឬមួយក៏មើលគំរូសិនបានគឺវានឹងសូវទៅលើទិន្នន័យដែលវាបង្ហាញទៅលើទិន្នន័យដែលគេចូលមកប្រើប្រាស់បណ្ណាល័យរបស់យើងហ្នឹងហើយលោកគ្រូក៏អាចធ្វើការ click ទៅកាន់ save PDF ហ្នឹងមកវានឹងធ្វើការឲ្យលោកគ្រូ save ចូលទៅកាន់កុំព្យូទ័ររបស់លោកគ្រូផ្ទាល់អញ្ចឹងលោកគ្រូធ្វើការ save មកវានឹង save ចូលកុំព្យូទ័ររបស់លោកគ្រូហើយអញ្ចឹងការបង្ហាញខ្ញុំមានប៉ុណ្្នឹងដែរ